Clear. Camera on. Scene 3B, shot 10, take 4, sound 139. Set and action. ពេលដែលខំបាញ់វីដេអូចឹងធ្វើជាពេញហ្មងទៅបាទនឹងយើងថាយើងខ្វះប្លង់ដែលតស៊ីនមួយពួកយើងព្យាយាមយកត pick up ប្លង់ដែលសំខាន់សិនណាប្លង់ដែលតស៊ីនតិចតួចយើងនឹកអត់ដល់ពេលហ្នឹងហើយពេលវេលាយើងខើចទៀតមិននឹងជុំណាគេក្មេងណាកាត់ណោះ ជុំបងក្មេងៗក្រុមទៀត ធំតែកុំមាត់ទៅនៅកុំមាត់ណា តែមកខ្ញុំធ្លាប់គិតថាចង់ director គាត់យកអា view finder ទៅមើលអីពេញ location ហ្នឹងអញ្ចឹងដល់ពេលមកដល់ផ្ទាល់អត់ដឹងថាអូពួកគាត់រឿងមួយត្រូវការ blocking ច្រើនត្រូវការច្បាស់ story ហើយនឹង blocking ពី A ទៅ B ហ្នឹងហើយបងនឹងតែកុំខ្លាំងពេកចន្ទ្រាកុំខ្លាំងពេកលួចចេញមកពីហ្នឹងហើយចេញមកអាចតែអ្នកខ້ອຍលួចមកណាលួចអ្នកក្រោយលួចមកទី នៅម៉ោងរៀនវាអត់ដូចអីដែលយើងបានចោះទៅដល់ location ផ្ទាល់ទេពេលហ្នឹងដែរយើងដូរ block shot យើងសឹងទាំងអស់អញ្ចឹងណាហើយយ៉ាវាមានការលំបាកខ្លះក្នុងការយើងផ្លាស់ប្ដូរវាភ្លាមប៉ុន្តែនៅពេលដែលយើងធ្វើការ as a team យ៉ាយើង share ការងារគ្នាជួយគ្នាធ្វើម្ដងតិចទៅយ៉ា we make it ឈប់មួយដាក់ចូល ខ្លាំងអីគេ ចឹងឥឡូវយើង final decision ថាឥឡូវយើង move everyone ទៅណា យើងមូនៅនោះយើងត្រូវថតស៊ីនទី6ប៉ុន្តែយើងត្រូវមូមកស៊ីនថតស៊ីនទី4វិញដោយសារមូលហេតុភ្លើង ដោយមិនសមអញ្ចឹងនៅពេលដែលយើងថតកតុយមុនកដាលហើយមុខចឹងយើងអត់សួរចឹងតែពេលយើងទៅគឺយើងខានអញ្ចឹងឯង ឥឡូវយើងថតស៊ីនតែជីម ប៉ុន្តែដោយសារយើងអត់ទាន់បានផាសព័ត៌មានទៅ department ផ្សេងៗពេលហ្នឹងអញ្ចឹងក៏មានជាការ miss communication គ្នាខ្លះហើយមិនបានយ៉ាងណា កុំព្យូទ័រកាមេរ៉ាពួកកាមេរ៉ានៅនឹងរហូតទេសំខាន់ឡុកទីតាំងឲ្យ ហើយណៃ frame ដំបូងនៅស្ងៀមអញ្ចឹង3 2 1តួគេចូល frame របស់គេយល់ទេអញ្ចឹងដល់ពេលតួមួយមិនអានោះយើងអាចតាមតិចដូចខ្ញុំធ្វើឲ្យមើលមិនបានតោះណាយ៉ា ចាអត់តាន់កាមេរ៉ាហាមផេនណាពីលើចុះក្រោម អូខេនៅ ដូចតើអូខេនៅ អូខេ Sound. speed Scene 4, shot 2, take 1, sound 48. ខ្ញុំមិនដែលធ្វើជា DP ពីមុនមកអញ្ចឹងអីទាំងអស់វាថ្មីសម្រាប់ខ្ញុំពេលដែលខ្ញុំចុចកាន់កាមេរ៉ាហើយចុច rolling ដំបូងហ្នឹងខ្ញុំមានអារម្មណ៍ថារំភើបហើយពេលហ្នឹងក៏មានអារម្មណ៍ភ័យតិចដែរដោយសារតែវាជាលើកដំបូងដែលយើងកាន់កាមេរ៉ា មានអារម្មណ៍ថាខ្ញុំរំភើបនៅពេលដែលក្រុមការងារមកពីកន្លែងផ្សេងគ្នាហើយមករៀនថ្នាក់មួយគ្នាហើយធ្វើការងារជាក្រុមហើយជួយគ្នាអស់ពីចិត្ត ស្វិតស្វែងនៅក្នុងការងាររបស់គាត់មែនតើហើយគាត់ play role របស់គាត់នឹងបានល្អហ្មង ពេលដែលយើង on set ថតមែនតើទៅពេលយើងបញ្ចប់យើងដឹងថាអ្នកខំប្រឹងអត់មានអ្នកគេអត់ខំប្រឹងមួយទេហើយពួកយើងខំប្រឹងអស់សមត្ថភាពដើម្បីឲ្យរឿងចេញពីរូបរាងរឿងមួយជាទូទៅខ្ញុំគិតថាវាងាយស្រួលជាពិសេសខ្ញុំមើលរឿងគេពីមុនខ្ញុំមើលរឿងគេខ្ញុំគិតថាងាយស្រួលដល់ពេលដែលពួកយើងមករៀនហើយចុះទៅអនុវត្តផ្ទាល់ខ្លួនឯងបើខ្ញុំដឹងថាគ្រប់វគ្គគឺជន់រត់ជន់ជើងគ្នាគ្រប់វគ្គ តម្រាំបានមករឿងគឺគួរសមដែរតាំងពេលវេលាទាំងកម្លាំងពិសេសជាងគេគឺទឹកចិត្តមកទឹកចិត្តត្រូវតែមានខ្លាំងបានអាចផលិតរឿងមួយបានពួកគាត់សហការគ្នាបានល្អហើយមិនមើលបំណាំគ្នាយើងជួយគ្នាទៅវិញទៅមកហើយទោះបីជាពេលខ្លះមានភាពរអាក់រអួលនៅក្នុងពេលដំណើរការថតមែនក៏យើងយកអធិស្ឋានគ្នាអត់បន្ទោសគ្នាអញ្ចឹងណាសុំមកតាបងទីអូខេ សបាយច្បុកច្បល់ស្លន់ហើយពេលខ្លះភ័យដែរ សូមស្ងាត់1នាទីអរគុណ ពួកខ្ញុំដូចជាអត់មានបញ្ហាអីទេគ្រូគាត់ទុកចិត្តដែរ យើងមានតែបញ្ហាមួយសម្លេង មានមួយបញ្ហាសម្លេង environment ជុំវិញអីតិចតួចគាត់ថាអានេះយើងអាច fix វាខ្លះខ្លះទៀតក៏យើងអាច fix បានវាលឺខ្លាំងពេកដូចឧទាហរណ៍ថាបាសអីផ្សេងៗហ្នឹងទៅ គាត់ប្រឹងអស់ហ្មងដូច AD អីឡើងចង់ដាច់ចោលឯងនៅលើឆាយហ្នឹងទាំង director ទាំងខាងអាតខាងអីហ្នឹងគាត់
គាត់ផងមកអស់របស់គាត់ដែរសហេតុបានមកខ្ញុំ proud of them ឡាសតបងឡាសតទេ យឺតមែនមក អត់យឺតទេបងរៀបឌីគ្រប់យ៉ាងមានការអាប់ដេតតិចតួចបងតែសារយើងនៅសល់ពេលដែរមិននៅរៀងភ្លឺអាចថាត្រូវមាត់ខ្លះដែរប៉ុន្តែគាត់ថាភាគច្រើនក៏គាត់ support យើងក៏គាត់យល់ពីអារម្មណ៍យើងថាយើងហ្នឹងពិបាកក្នុងការគិតដែរថាត្រូវដាក់អីចឹងណាបងប៉ុន្តែក៏គាត់គ្រប់គ្រងនឹងការសម្រេចចិត្តរបស់យើងដែរ អរគុណគណៈកម្មការលោកគ្រូអ្នកគ្រូទាំងអស់ដែលបានបង្កើតកម្មវិធីនឹងមកឲ្យពួកខ្ញុំបានចូលរៀនពីព្រោះក្រៅពីខាងlab ទៅអត់ដឹងថាមានកន្លែងណាដែលឲ្យពួកខ្ញុំបានទទួលបទពិសោធន៍ពិតហើយអ្វីដែលខ្ញុំឆ្ងល់នៅក្នុងការថតភាពយន្តហ្នឹងឆ្ងល់កាលមុនថាហេតុអីបានគេពិបាកថតម៉េច ខ្ញុំទុកយូរហើយចុះបើអូនឯងជានីកាអូនឯងនឹងគិតមិន សម្រាប់ខ្ញុំអ្នកកាន់ប៊ុំនៅពេលកម្មខាង DP គាត់ moment ច្រើនអញ្ចឹងមានបញ្ហានៅពេលថតប្លង់វាយទៅយើងត្រូវទាញប៊ុំឲ្យវែងធ្វើឲ្យយើងកាន់យូរទៅចុកដៃតួដើរអញ្ចឹងយើងដើរដែរយើងអាចមានសម្រាប់ជើងឬសម្រាប់ជើងគ្នាយើងច្រើននេះយើងត្រូវតែឲ្យចេះចាប់ថ្នាក់អ្វីដែលជាសម្លេងសំខាន់មនុស្សពីរនាក់ហេតុអីគាត់លេងដើមទៅការចេះទៅការ អូខេអរគុណច្រើនវាជាលើកដំបូងរបស់ខ្ញុំដែលកាន់ខាងសោនតាក់ទងមួយនឹង set professional តាក់ទងនឹងកុនហ្នឹងចំពោះការដាក់ម៉ៃមានអារម្មណ៍ថាដំបូងមានអារម្មណ៍ថាអត់សូវស្រួលចិត្តអត់សូវទម្លាប់ជាមួយនឹងការដាក់ម៉ៃទៅលើតួអត់អីបងនៅមានកម្លាំងខ្ញុំនិយាយចេញពីចិត្តមកខ្ញុំឆ្លាញ់ធីមខ្ញុំខ្លាំងណាស់បង thêm xongស្ងាត់មួយxong នេះខល sound មួយអ្នកក្រៅ ហើយជាពិសេសថ្ងៃ on set ដែលយើងត្រូវថតដល់ម៉ោង 2 ម៉ោង 3 ហើយ everyone didn't give up សើចពីខ្លះក៏លេងសើចប៉ុន្តែខ្ញុំឆ្លាញ់អា team spirit ទៅមួយអត់ give up ទេហើយជួយគ្នាទៅវិញទៅមកខ្ញុំទេគ្រប់មកខាង AD ខ្ញុំជួយ support set ព្រោះជាក់ស្ដែង team យើងនេះនៅពេលដែល sim breakdown ហ្នឹងគឺអត់ច្បាស់លាស់ហើយធ្វើ sim breakdown ពីរម្ដងប៉ុន្តែនៅតែអត់ទទួលបានអារូបភាពនឹងដូចគ្នាអត់ទទួលបានការយល់ឃើញនឹងដូចគ្នាអញ្ចឹងនៅពេលដែល on set វារៀងពិបាកបន្តិច នៅពេលដែលគ្រូគាត់សួរយើងឆ្លាក់អត់ចេញដល់ពេលហ្នឹងដល់ពេលគ្រូសួរហើយខ្ញុំមានកណិតនៅក្នុងនឹងស្រាប់ហើយមិនប្រាប់គាត់ព្រោះអីខ្ញុំនៅក្នុងពេលដែល on set ហ្នឹងខ្ញុំគិតថាគ្រូសួរអញ្ចឹងតិចគ្រូអត់យល់เลยហើយបើសិនជាយើងថតហើយមិនទស្សនិកជនអត់យល់ដូចគ្នាគ្រូសួរអត់ព្រមឆ្លើយនៅគិតអាហ្នឹងសិន ហើយកុំ never ទម្លាក់ថាអូការសម្រាប់ចិត្តចេះ Lisa សម្រាប់ចិត្តចេះត្រូវតែនិយាយគ្នាយល់ទេបាទហ្នឹងហើយសម្រាប់ពេល តែដល់ពេលថតជាក់ស្ដែងទៅយើងចំណាយពេលច្រើននៅក្នុងការថតម៉ាស៊ីនហើយវា delay ដល់ពេលយូរហើយវាធ្វើឲ្យ process របស់យើងទាំងមូលហ្នឹងវាអត់ទៅរលូនល្អ អត់ហើយបង ចង់ថតខ្ញុំអត់ចង់ទេខ្ញុំចង់ថតតទៀតឡើងរលួយទៅរួយបងទៅរួយអត់ខ្លួន តែដែរខ្លួនឯងមួយជាទូទៅពួកខ្ញុំអត់ឲ្យថតដល់ម៉ោង 1 កន្លះហើយណាតែយើងនៅស៊ូអត់មានណាគេមកប្រាប់ខ្ញុំថាបងខ្ញុំងើយដេកខ្ញុំចង់ជប់ថតហើយអញ្ចឹងខ្ញុំគោរពនៅការសម្រេចចិត្តរបស់យើងអស់គ្នា អារម្មណ៍មួយដែលថាទឹកចិត្តមួយដែលថារឿងហ្នឹងគិតថាវានឹងពិបាកក្នុងការធ្វើដោយសារតែវាមានបញ្ហាច្រើនហើយឧបសគ្គក៏ច្រើនប៉ុន្តែចុងក្រោយគឺយើងទាំងអស់គ្នាធ្វើបាន ខ្ញុំមិនដឹងស្មានថាបានគ្រូគាត់ទៅជួយដល់ on set ហ្នឹងទេជួនកាលពេលខ្លះដូចយើងដាច់យប់មួយគ្នាដល់ម៉ោង 2 ម៉ោង 3 គាត់នៅតែជួយដល់ដៃជើងយើងរហូតដល់អាចបញ្ចប់នៅយប់ហ្នឹងបាន Camera ready sound action តម្រាំតែជួបគ្នាហើយយើងបង្កើតទៅជា team មួយសម្រាប់សម្រាងថានឹងផលិតរឿងមួយទាំងអស់គ្នាអាហ្នឹងគឺយើងមានតែផ្លូវមួយទេចង់គឺយើងត្រូវដើរមួយគ្នា
សេតកាមេរ៉ាទៅយើងរៀបចំទៅទូគេឡើងហើយគេចេញទៅយើងថតមកចាំមើលយល់មកឆាកជីវិតខ្ញុំណាដល់វ័យនេះជាងលើកទី1ដែលខ្ញុំបានចូលរួមផលិតភាពយន្តហើយធ្លាប់មើលភាពយន្តគេអត់ដឹងថាគេធ្វើមិនខ្លះចឹងការ edit ហ្នឹងវារៀង challenging បន្តិចដោយសារវាគឺជា content មួយដែលមាន vibe ផ្សេងជាង like is different than what I'm like used to កាត់រឿងដែលវាថាអត់មានកាមេរ៉ា2អីនៅចាំអីចឹងយើងមានកាមេរ៉ាតែមួយអញ្ចឹងដល់ពេលយកមកកាត់មកយើងយកម៉ាស៊ីនអា shot ចូលគ្នាវាពិបាកជាពិសេស continuity វា load ច្រើន This has been a very interesting and memorable part of my life. Theo organizer អូយចឹងនិយាយថាអរគុណគាត់ខ្លាំងមែនតើពួកខ្ញុំហត់ 50% គឺគាត់ហត់រហូតដល់70ទៅ 80% ហើយគឺលើសពួកខ្ញុំទៀតពេលខ្លះបានគេងើបមុនពួកខ្ញុំរៀបចំមើលថែពួកខ្ញុំបានល្អហ្មងឃើញថាវាបានមេរៀនល្អសម្រាប់ខ្ញុំប៉ុន្តែវាបង្កផលលំបាកសម្រាប់គាត់ដោយសារតែពួកខ្ញុំមានភាពខ្វះខាតអញ្ចឹងវាខ្លាចជាបន្ទុករបស់ពួកគាត់អញ្ចឹងសុំទោសហើយពិតជាអរគុណខ្លាំងចំពោះការមើលថែពួកខ្ញុំបានយ៉ាងល្អ